ផ្ទះខ្មោចទិញបាទជម្រាបសួរបងប្អូនស្វាគមន៍មកកាន់ Channel ទំព័ររឿងព្រេងផ្ទះខ្មោចទិញគឺជាខ្សែភាពយន្តដែលភ័យរន្ធត់បែបជំនឿអរូបីរបស់កម្ពុជាដែលដឹកនាំដោយលោកហេងតុលាដែលនិពន្ធដោយសាស្ត្រាចារ្យអ្នកស្រីម៉ៅសំណាងដែលនិពន្ធពាក់ព័ន្ធនឹងករណីដែលលេចធ្លោនៃការលងបន្លាចនៃរបាយការណ៍ជីវិតពិតរបស់ពួកគេបានបំផុសគំនិតរឿងផ្ទះខ្មោចទិញនេះឡើងដែលបានដកស្រង់ទៅនឹងព្រឹត្តិការណ៍លងពិតដ៏ព្រឺព្រួចមួយនៃខេត្តកំពង់ឆ្នាំងឆ្នាំ1993សាច់រឿងផ្ទះខ្មោចទិញដែលចាប់ផ្ដើមក្នុងឆ្នាំ2005និយាយពីប្តីប្រពន្ធមួយគូដែលជាអ្នកស្រុកមកពីខេត្តពោធិ៍សាត់បានទិញផ្ទះមួយខ្នងនៅស្រុកបរិបូរខេត្តកំពង់ឆ្នាំងដែលជាប់នឹងផ្លូវជាតិលេខ5ប្តីប្រពន្ធទាំងពីរបានយល់សប្តិដូចគ្នាថាមានក្រុមគ្រួសារដង្ខៅស្លៀកសម្លៀកបំពាក់នាសម័យកាលបារាំងមកចរចាទិញផ្ទះមួយនេះក្នុងតម្លៃ15តម្លឹងមាសដោយស្មើនឹង$3,000អាមេរិកនាសម័យនោះហើយអ្នកទាំងពីរបានយល់ព្រមលក់ទៅឲ្យខ្មោចទាំងអ្នកទិញក្នុងយល់សប្តិនោះក្រោយមកពួកគេបានជួបប្រទះនៅកញ្ចប់មាស15តម្លឹងពិតមែនដោយការមិនជឿពួកគេបានបន្តនៅផ្ទះនេះទៀតរហូតពួកគេយល់សប្តិឃើញក្រុមគ្រួសារខ្មោចដង្ខៅស្រែកកំហកឲ្យពួកគេចេញពីផ្ទះនេះតែពួកគេនៅតែមិនជឿក្រុមគ្រួសារខ្មោចដង្ខៅក៏ចាប់ផ្ដើមលងពួកគេដោយពួកគេភ្ញាក់ដឹងខ្លួននៅវាលខាងក្រៅផ្ទះនេះដោយការភ័យខ្លាចនឹងការជាក់ស្ដែងនេះពួកគេបានរើចេញហើយហេតុការណ៍លងបន្លាចអាក្រក់បានកើតមានជាបន្តបន្ទាប់ហើយល្បីល្បាញក្នុងតំបន់នេះជាចុងបញ្ចប់នៃសាច់រឿងដែលចង់បញ្ជាក់ថាមនុស្សនៅដែលមនុស្សខ្មោចនៅដែលខ្មោចបើអ្នកមិនបំពេញគេក៏មិនបំពេញអ្នកដូចគ្នាហើយសាច់រឿងទាំងមូលបានคล้ายជាព្រេងនិទានដ៏ល្បីប្រចាំតំបន់នេះរហូតដល់បច្ចុប្បន្នមានស្ត្រីមេម៉ាយម្នាក់ឈ្មោះសម្រិទ្ធលូនដែលមានប្តីជាយោធាបានស្លាប់ចោលអ្នកស្រីត្រូវមកទទួលអំណោយដោយការចែកដីធ្លីផ្ដល់ដោយក្រសួងមន្ទីរក្នុងស្រុកបរិបូរខេត្តកំពង់ឆ្នាំងអ្នកស្រីលូនបានសង់ផ្ទះនេះឡើងក្នុងឆ្នាំ1993ក្រោយពេលសង់រួចអ្នកស្រីមិនបានធ្វើពិធីឡើងផ្ទះឡើយព្រោះគ្មានញាតិស្គាល់នៅទីនេះដោយផ្ទះនេះនៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិផងដែរអ្នកស្រីមិនហ៊ានដេកផ្ទះនេះនៅពេលយប់ឡើយគឺអ្នកស្រីមកសម្រាកលេងតែពេលព្រឹកនិងពេលថ្ងៃប៉ុណ្ណោះដោយការសុំក្មេងអ្នកភូមិ2ទៅ3នាក់ដើម្បីជាការកំដរក្រោយមកអ្នកស្រីបានដាក់លក់ក្នុងតម្លៃ15តម្លឹងមាសដោយស្មើប្រមាណ$1,500អាមេរិកប៉ុណ្ណោះនាអត្រាប្តូរប្រាក់សម័យនោះដោយមានការនិយាយលេងថា$1,500ថ្លៃណាស់អ្នកណាគេទិញមានតែខ្មោចទិញក្រោយមកអ្នកស្រីលូនបានយល់សប្តិពេលថ្ងៃពេលកំពុងដេកក្នុងផ្ទះនោះយល់សប្តិលើកទី1អ្នកស្រីយល់សប្តិឃើញដុំភ្លើងមួយយ៉ាងធំបានហោះធ្លាក់មកចំដើមត្នោតនៅខាងក្រោយផ្ទះនេះលើកទី2អ្នកស្រីបានយល់សប្តិឃើញក្រុមគ្រួសារដង្ខៅមួយក្រុមដែលបានស្លៀកពាក់កម្ពុជាសម័យកាលនិយមបារាំងបានមកសុំទិញផ្ទះនេះក្នុងតម្លៃអ្នកស្រីដាក់លក់15តម្លឹងមាសនេះអ្នកស្រីក៏យល់ព្រមលុះព្រឹកឡើងអ្នកស្រីបានភ្ញាក់ឡើងមិនឃើញមានអ្វីកើតឡើងសោះក៏ធ្វើការធម្មតាដោយនឹកគិតថាវាគ្រាន់តែជារឿងយល់សប្តិប៉ុណ្ណោះលើកទី3អ្នកស្រីបានយល់សប្តិឃើញក្រុមគ្រួសារដង្ខៅម្ដងទៀតហើយដង្ខៅបានស្រែកកំហកមកថាយើងឲ្យហើយហេតុអ្វីឯងមិនចេញ
គាត់បានប្រកែកថាគាត់មិនឃើញមាសនោះទេដង្ខៅនោះបានប្រាប់ថាយើងចងវាទុកនៅខាងក្រោមជើងគ្រែឯងឃើញហើយចុះចេញទៅចុះអ្នកស្រីលនបានភ្ញាក់នឹងឃើញកញ្ចប់មាសពិតមែនតែអ្នកស្រីនៅតែពិបាកសម្រេចចិត្តចាកចេញពីព្រោះការទិញដូរត្រូវមានលិខិតស្នាមអ្នកស្រីបាននៅដេកក្នុងផ្ទះនោះធម្មតាដេកតាមទម្លាប់ដេកលេងពេលថ្ងៃហើយអ្នកស្រីបានលង់លក់ដល់ម៉ោង 6 ល្ងាចអ្វីដែលភ្ញាក់ផ្អើលនោះអ្នកស្រីបានភ្ញាក់ដឹងខ្លួននៅលើវាលស្រែក្បែរផ្ទះនេះដោយក្តីភ័យខ្លាចរន្ធត់អ្នកស្រីបានរត់ចាកចេញហើយបានប្រាប់ហេតុការណ៍នេះទៅអ្នកភូមិហើយចាប់ពីពេលនោះមកអ្នកស្រីលូនមិនបានមកក្បែរផ្ទះនេះទៀតនោះទេអ្នកមួយចំនួនដែលមិនបានជឿបានទៅដេកលេងក្នុងផ្ទះនេះនៅពេលយប់ហើយពួកគេបានភ្ញាក់ឡើងនៅពេលព្រឹកតែមិនបានភ្ញាក់ឡើងនៅក្នុងផ្ទះនោះទេបែរជាភ្ញាក់ឡើងនៅខាងក្រោមផ្ទះនេះទៅវិញតែអ្នកណាជាអ្នកសែងពួកគេចុះមកគេបានឃើញហេតុការណ៍ចម្លែកជាច្រើនពីផ្ទះនេះនោះគឺគ្រប់ទ្វារបង្អួចផ្ទះបើកនៅពេលយប់ម៉ោង 11ហើយបិទវិញនៅពេលព្រឹកអ្នកខ្លះបានលួចរបស់ចេញពីផ្ទះនេះហើយត្រូវបានប្រាប់ថាខ្មោចតាមឡងហើយពួកគេបានយករបស់មកសងផ្ទះនេះវិញអ្នកខ្លះបានខូចឡានខាងមុខផ្ទះនេះហើយពួកគេបានឃើញខ្មោចនៅឈររេរង់ដាផ្ទះនេះពេលខ្លះនៅកម្មជណ្ដើរស្លៀកពាក់ដោយការចងក្បិនអ្នកខ្លះជាអ្នកដំណើរឧស្សាហ៍ឃើញខ្មោចគ្មានជើងឈរសំកាំងនៅពីមុខឡានឬជំហៀងឡានអ្នកដំណើរប្រមាណ30នាក់ហើយដែលត្រូវបានចុះកាសែតថាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខាងមុខផ្ទះនេះអ្នកស្រុកនៅតំបន់នេះតែងតែប្រាប់អ្នកដំណើរតាមផ្លូវត្រូវចុចស៊ីផ្លេម៉ូតូឡានចោលពេលមកដល់មុខផ្ទះនេះដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយខ្មោចលងដែលភាពល្បីល្បាញត្រូវបានអ្នកនិពន្ធប្រឡោមលោកដល់ល្បីអ្នកស្រីម៉ៅសំណាងយកមកសរសេរក្នុងឆ្នាំ 1998ហើយត្រូវបានយកមកផលិតជាខ្សែភាពយន្តខ្មែរខ្នាតធំក្នុងឆ្នាំ 2005 ដែលបានដាក់ឈ្មោះថាផ្ទះខ្មោចទិញដែលមានភាពល្បីល្បាញមកដល់បច្ចុប្បន្ននេះសូមអរគុណ